សូមស្វាគមន៍ប្រិយមិត្តមកកាន់ការសង្ខេបរឿងសូផាតរឿងសូផាតនេះបាននិពន្ធដោយលោកកវីរឹមគឹមឈ្មោះពិតរបស់គាត់ថារីមកាំងបានកំណត់តាក់តែងឡើងនៅឆ្នាំ1938ក្នុងរឿងនេះមានតួអង្គសូផាតនាងម៉ាន់យ៉ាន់លោកសួននាងសូយ៉ាលោកគ្រូកុងបាឡាត់ប៉ក់ណារិនជ័យនាងអូរីប្រពន្ធលោកសួនសំណាងផនស៊ីមេស្រុកសុកភៀនជំទប់សួសនិងរកមុននឹងចូលដល់ការសង្ខេបសូមអ្នកទាំងអស់គ្នាកុំភ្លេចជួយចុច like subscribe ឬក៏ follow ម្នាក់មួយផងណាតោះឥឡូវនេះយើងចូលដល់ការសង្ខេបរឿងសូផាតយើងទាំងអស់គ្នាលោកសួនជាចៅហ្វាយស្រុកមួយរូបនៅក្នុងស្រុកសេរីសុភ័ណ្ឌអ្នកស្រុកទាំងពួងដឹងថាលោកបានទៅលួចរួមរយៈជាមួយស្ត្រីកំពីម្នាក់ឈ្មោះសូយ៉ាក្រោយមកលោកត្រូវបានរាជការធំផ្លាស់លោកទៅទីក្រុងភ្នំពេញលោកសួនមិនអាចនាំនាងសូយ៉ាដែលមានផ្ទៃពោះជាមួយលោកទៅដោយសារតែម្ដាយលោកបានដណ្ដឹងកូនគេបញ្ចាំចិត្តរួចហើយលោកបានទុកចិញ្ចៀនមួយវង់ឲ្យនាងសូយ៉ាហើយសន្យាថានឹងវិលត្រឡប់ទៅរកនាងវិញនាងសូយ៉ានៅស្រុកតែម្នាក់ឯងក្រោយមកឆ្លងទន្លេបានកូនម្នាក់ឈ្មោះសូផាតដែលកូនទាំងពីរនាក់រស់នៅយ៉ាងកំសត់សូម្បីតែសម្បត្តិមួយបន្ទាត់ពីលោកសួនក៏នាងមិនទទួលបានដែរពេលដឹងថាលោកសួនមានប្រពន្ធថ្មីនាងក៏ចាប់ផ្ដើមឈឺរហូតដល់ស្លាប់ហើយកូននាងត្រូវបានយកទៅដាក់ក្នុងវត្តពេលអាយុ8ឆ្នាំលុះដល់អាយុបាន12ឆ្នាំកុមារចាកចេញពីស្រុកទៅភ្នំពេញដើម្បីស្វែងរកឪពុកបង្កើតរបស់ខ្លួនលុះពេលទៅដល់ភ្នំពេញសូផាតស្នាក់នៅក្នុងវត្តឧណាឡោមហើយស្គាល់ក្មេងម្នាក់ឈ្មោះណារិនក្រោយមកឪពុកធរណារិនយល់ព្រមឲ្យសូផាតស្នាក់នៅជាមួយថ្ងៃមួយក្រោយពេលសូផាតងុយទឹករួចផ្លិចចិញ្ចៀននៅក្នុងបន្ទប់ទឹកនាងម៉ាន់យ៉ានចូលទៅដល់បន្ទប់ទឹកក៏ប្រទះឃើញចិញ្ចៀននោះហើយប្រកល់ឲ្យលោកអុកញ៉ាលោកជ្រាបដឹងថាសូផាតជាកូនបង្កើតរបស់ខ្លួននាងអូរីជាកូនក្រមុំអ្នកជិតខាងចាប់អារម្មណ៍លើសូផាតរហូតដល់តប់គេជាស្ត្រីពុំបានក៏ឡើងទៅបន្ទប់សូផាតទាំងយប់តែត្រូវបានសូផាតប្រាប់ឲ្យចាក់ចេញនាងម៉ាន់យ៉ានប្រទះឃើញទស្សនវិជ្ជាបែបនេះក៏អស់សង្ឃឹមដែលខ្លួនចាប់ចិត្តលើបុរសបែបនេះនាងគេចវះខ្លួនចេញពីសូផាតជាដរាបហើយសូផាតក៏នឹកក្នុងចិត្តថាគេប្រហែលធ្វើអ្វីឲ្យនាងទាស់ចិត្តហើយក៏សម្រេចចិត្តចាកចេញពីផ្ទះនេះក្រោយពេលគ្រួសារលោកសួនបានដឹងដំណឹងពីសូផាតបានចាកចេញពីផ្ទះលោកក៏ចេញបញ្ជាឲ្យគេតាមរកស្រាប់តែក្រុមនគរបាលរកឃើញសាកសពមួយដោយស្មានថាសូផាតចំណែកឯសូផាតវិញបានទៅរស់នៅជាមួយមេស្រុកសុកហើយប្តូរឈ្មោះខ្លួនទៅជាផនស៊ីឯសំណាងជាកូនអ្នកមានក៏បំរុងនឹងចូលស្ដីដណ្ដឹងនាងម៉ាន់យ៉ានក្រោយមកនាងម៉ាន់យ៉ានបានជួបនឹងសូផាតនៅផ្ទះមេស្រុកនោះដោយស្មានថាប្រលឹងខ្មោចសូផាតមកតាមរកនាងនៅថ្ងៃដែលនាងរៀបការនាងលោតសម្លាប់ខ្លួននៅមាត់ទន្លេប៉ុន្តែត្រូវបានអ្នកនេសាទរកជួយសង្គ្រោះពេលនោះហើយដែលសូផាតបានជួបនឹងនាងម៉ាន់យ៉ានម្ដងទៀតហើយនាំគ្នាភៀសខ្លួនទៅខេត្តស្វាយរៀងដោយសារតែសូផាតធ្វើដំណើរត្រឡប់មកភ្នំពេញវិញជួបគ្រោះថ្នាក់ចរាចរណ៍ហើយធ្វើឲ្យនាងម៉ាន់យ៉ានធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរនៅឯខេត្តអ្នកទាំងពីរត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅឯភ្នំពេញហើយជួបគ្នាដោយចៃដន្យនៅទីនោះទីបំផុតលោកសួនបានរកឃើញអ្នកទាំងពីរវិញហើយរៀបចំពិធីអាពាហ៍ពិពាហ៍ឲ្យពួកគេទៅតាមប្រពៃណីហើយរស់នៅជុំគ្នាយ៉ាងសុខសាន្តចាប់ពីពេលនោះមកសូមអរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមួយនេះសូមអរគុណសូមគោរពជម្រាបលា